មេរោគ H ឆ្លងតាមរបៀបណាទៅ AIDS ឬ HIV អីហ្នឹងតើវាអាចឆ្លងបានតាមប្រភេទណាអីដែលខ្ញុំនឹងនិយាយគឺជាអីដែលខ្ញុំបានរៀនតែថ្នាក់ទី12មកគត់អត់បានសិក្សាស្រាវជ្រាវបន្ថែមអញ្ចឹងខ្ញុំអាចនឹងមានកំហុសខុសឆ្គង So please don't mind me I just here to share ទី1គឺឆ្លងតាមរយៈការរួមភេទរវាងបុគ្គលដែលគាត់មានផ្ទុកមេរោគ AIDS ទៅជាមួយនឹងដៃគូរបស់គាត់អញ្ចឹងគាត់អាចចម្លងបានតាមរយៈការរួមភេទទី2គឺឆ្លងតាមរយៈម្ដាយទៅកាន់កូនកំឡុងពេលដែលម្ដាយនឹងក៏គាត់មានផ្ទៃពោះហើយគាត់បំបែកកូនដោយទឹកដោះនឹងពេលសម្រាលអញ្ចឹងម្ដាយនឹងបើសិនជាគាត់មានផ្ទុកមេរោគអីគឺគាត់ចម្លងទៅកាន់កូនហើយទី3អីដែលវាគ្រោះថ្នាក់ជាងគេងាយជាងគេហ្នឹងគឺការប្រើប្រាស់វត្ថុមុតស្រួចរួមគ្នាជាមួយអ្នកដែលគាត់មានផ្ទុកមេរោគអេដវត្ថុមុតស្រួចទាំងអស់ហ្នឹងរួមមានម្ជុលសារ៉ាងគ្រឿងសម្ភារៈពេទ្យដែលប្រើប្រាស់រួមគ្នាហ្មងហ្នឹងណាហើយចំពោះគឺថែកាត់កញ្ចក់ដែលយើងកាត់សាច់កញ្ចក់នៅសាឡនដែលខ្ញុំឃើញមានគេផុសច្រើនថាអូទៅសាឡនទៅឆ្លងមេរោគអេដមិនមែនទេវាឆ្លងលុះត្រាតែករណីថាបុគ្គលអេដហ្នឹងគាត់មានមេរោគអេដយើងយកកន្ត្រៃហ្នឹងកាត់សាច់គាត់ឲ្យជាងឈាមហើយយើងយកមកកាត់សាច់យើងផ្ទាល់ភ្លាមទៅវាចូលដល់ចរន្តឈាមអីទៀតអញ្ចឹងវា low case មែនតើមុនខ្ញុំថាខ្ញុំអត់ research ប៉ុន្តែខ្ញុំសួរបន្តិចដែរអញ្ចឹងការពារប្រសាទជើងព្យាបាល so it's better to use your own materials បើសិនជាវត្ថុទាំងអស់ហ្នឹងវាអាចនឹងផ្ដល់គ្រោះថ្នាក់ឲ្យយើងដូចជាមុតដៃអីចឹងណាហើយបើតាមខ្ញុំចាំមុនទៀតដូចជាបើសិនជាដៃយើងលបួសហើយទៅបុគ្គលដែលគាត់មានមេរោគអេដហ្នឹងចេញឈាមហើយបើវាខ្ទាតឈាមត្រូវដៃយើងអញ្ចឹងក៏វាអាចឆ្លងបានដែរប៉ុន្តែខ្ញុំអត់ច្បាស់ 100% ហ្មងឯងព្រោះអាហ្នឹងជាអីដែលខ្ញុំចាំពីគ្រូខ្ញុំហើយខ្ញុំអត់ហ៊ាននិយាយថាវាត្រឹមត្រូវ 100% ហ្មងឯងអញ្ចឹងបើខ្ញុំលើកឡើងគឺកាត់កញ្ចក់ប៉ុន្តែ it's better to ការពារប្រសាទជើងព្យាបាលត្រូវជារួមមកវិញមេរោគអេដអាចឆ្លងបានតាមរយៈការរួមភេទរវាងម្ដាយទៅកាន់កូននិងការប្រើប្រាស់ម្ជុលឬវត្ថុមុតស្រួចជាមួយបុគ្គលដែលគាត់មានផ្ទុកមេរោគអេដចុះបើសិនជាបុគ្គលនឹងគាត់មានផ្ទុកមេរោគអេដឬក៏គាត់កើតជំងឺហ្នឹងអញ្ចឹងបានន័យថាយើងត្រូវតែរក្សាគម្លាតរវាងគាត់មែនអរេកាលណាដែលយើងរក្សាគម្លាតជាមួយពួកគាត់ចឹងទៅបានន័យថាយើងរើសអើងអញ្ចឹងពួកគាត់អាចនឹងឆាប់ស្លាប់មុនជំងឺគាត់សម្រាប់គាត់ទៀតអញ្ចឹងការបើកមាត់ការថោកគ្នាឬមួយក៏ការប្រើប្រាស់ចានស្លាបព្រាជាមួយគ្នានិយាយទៅគឺទឹកមាត់ហ្នឹងណាអត់ឆ្លងជំងឺមេរោគអត់ឆ្លងអេទេទៅគឺវាឆ្លងតែតាមអីដែលដោយផ្ទាល់រវាងការឈាមរួមភេទឬមួយក៏ពីម្ដាយទៅកាន់កូនទេបើថាការហូបចុករួមគ្នាការញ៉ាំអីជាមួយគ្នាទឹកមាត់ថោកមាត់អីអាហ្នឹងគឺអត់មានឆ្លងទេហើយប្រើប្រាស់ប្រគុណរួមគ្នាក៏វាអត់ឆ្លងដែរទៅហែទឹកក៏វាអត់ឆ្លងមេរោគអេដដែរហើយតិចថាខែនឹងខែភ្លៀងអញ្ចឹងមូសខាំអ្នកកាត់អេដហើយមកខាំយើងឆ្លងអេដដែរអត់ទេចា So it is better to use protection, be protective, take care of yourself and be happy. That's all. See you next time.